อนุโมทนีนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนตยัสสะវន្ទាមិខ្ញុំព្រះអម្ចាស់សូមលើកកំបាំងអញ្ជលីនមស្ការក្រាបថ្វាយបង្គំប្រជុំ3នៃប្រត្រៃរណគឺព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាដ៏យ៉ាងក្រៃលែងនៅក្នុងវេលាឱកាសនេះខ្ញុំព្រះករណាសូមធ្វើសេចក្តីរាប់អានចំពោះលោកតាលោកយាយញាតិញោមពុទ្ធបរិស័ទដែលស្ថិតនៅក្នុងភូមិស្ដេចកន្លែងទាំងមូលដែលនៅក្នុងវេលាឱកាសនេះផងដែរសូមចម្រើនពរចំពោះអញ្ញាធរដែនដីភូមិឃុំស្រុកដែលស្ថិតនៅក្នុងឃុំលិអិតស្រុកគិនស្វាយខេត្តកណ្ដាលហើយសូមធ្វើសេចក្តីរាប់អានចំពោះញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់នៅក្នុងវេលាឱកាសនេះដែលមកជួបជុំគ្នានៅក្នុងវេលាឱកាសនេះដើម្បីស្ដាប់នៅព្រះធម៌ទេសនានៅក្នុងវេលាឱកាសនេះផងដែរហើយកម្មវិធីបន់នេះគឺម្ចាស់បន់បានបោះជាប្រូក្រាមនឹងហើយអ្នកផ្ដាំបន់គឺមានឈ្មោះដ៏ច្រើននឹងគឺកូនចៅប្រុសស្រីបានធ្វើពិធីបន់ជាបណកិច្ចដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធលោកយាយឧបាសិកាអ៊ុំអិនដែលទទួលអនិច្ចកម្មតាំងពីម្សិលមិញរហូតដល់ស្មាននេះហើយអ្នកផ្ដាំបន់គឺមានលោកតាជូសួនត្រូវជាស្វាមីនៃសពនិងទី2អ្នកស្រីជូសំអឿនត្រូវជាកូននៃសពមកជុំគ្នាអស់និងទី3អ្នកស្រីជូសំអល់និងស្វាមីព្រមទាំងបុត្រនិងត្រូវជាកូននៃសពទី4អ្នកស្រីជូសំអាតព្រមទាំងបុត្រត្រូវជាកូននៃសព5លោកជូសំអងនិងភរិយាព្រមទាំងបុត្រត្រូវជាសពទី6លោកជូសំអាងនិងភរិយាព្រមទាំងបុត្រត្រូវជាកូននៃសពទី7លោកជូសំអែលនិងភរិយាព្រមទាំងបុត្រត្រូវជាកូននៃសពទី8អ្នកស្រីជូសុភាពនិងស្វាមីព្រមទាំងបុត្រត្រូវជាកូននៃសពទី8អ្នកស្រីជូសុភាពនិងស្វាមីព្រមទាំងបុត្រត្រូវជាកូននៃសពទី9លោកជូវុទ្ធានិងភរិយាព្រមទាំងបុត្រត្រូវជាកូននៃសពហើយពិធីបន់នេះគឺប្រព្រឹត្តទៅថ្ងៃពុទ្ធ800ខែផល្គុនឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ត្រូវនៅថ្ងៃទី3ខែមេសាឆ្នាំ2013វេលាម៉ោង3រសៀលជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់ធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលនិងចម្រើនព្រះបរិត្តលុះព្រឹកឡើងថ្ងៃប្រហោះទី9រោចត្រូវនៅថ្ងៃទី4ខែឆ្នាំដដែលវេលាម៉ោង7ព្រឹកប្រគិនយគូដល់ព្រះសង្ឃនិងសម្ដែងព្រះធម៌ទេសនាម៉ោង9
និមន្តប្រសង់រាប់បាតបាំងស្គលវេផតហាប្រគិនប្រសង់និងដើរឆ្លងជាកិច្ចបង្ហើយបន់ហើយបញ្ជាក់ពិធីបន់នេះគឺប្រារព្ធធ្វើនៅគេហដ្ឋាននៃសពដែលស្ថិតនៅភូមិស្ដេចកន្លែងឃុំដីឥដ្ឋស្រុកគៀនស្វាយខេត្តកណ្ដាលនិងដែលត្រូវជាសាច់សាលហិតនៃកូនប្រុសស្រីដែលបានធ្វើពិធីបន់សពនៅក្នុងវេលាឱកាសនេះផងដែរនិងគ្រាន់តែអាត្មាភាពអានប្រូក្រាមដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទនឹងបានដឹងបានយល់នៅក្នុងបញ្ហាបន់គម្រប់ខួប7ថ្ងៃប៉ុន្តែបន់នៅក្នុងវេលាឱកាសនេះគឺបន់ជាបណកិច្ចដែលយើងត្រូវធ្វើពិធីបូជាសពនិងដែលមានលោកតាលោកយាយជាពុទ្ធបរិស័ទបានចូលរួមនៅក្នុងពិធីបន់នេះដោយអឡារឹកដល់ឧត្តមឧត្តមប្រសើរពងពោះដើម្បីចូលរួមរំលែកទុក្ខរបស់លោកយាយឧបាសិកាអ៊ុំអិនដែលទទួលអនិច្ចកម្មនឹងទៅតាំងពីម្សិលមិញរហូតទល់នឹងថ្ងៃនេះអញ្ចឹងញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់បានមកជួបជុំគ្នានៅក្នុងវេលាឱកាសនេះដើម្បីស្ដាប់នៅព្រះធម៌ទេសនាដើម្បីជាធម្មសង្វេគត្រេះរេះពិចារណានៅក្នុងរឿងជីវិតប្រចាំថ្ងៃដែលយើងបានរស់រៀនមានជីវិតនៅក្នុងបច្ចុប្បន្នខំប្រឹងប្រកបកិច្ចការងារសស្រាក់សស្រាមខំប្រឹងប្រព្រឹត្តនៅគុណធម៌គឺសេចក្តីល្អរបស់ក្រហមនិងបានធ្វើនៅគុណគឺសេចក្តីល្អនៅក្នុងបច្ចុប្បន្នខំប្រឹងស្ដាប់នៅព្រះធម៌ទេសនាខំប្រឹងរក្សាសិលខំប្រឹងធ្វើនៅឧបនិស្ស័យដើម្បីបង្អោនចិត្តគោរពចំពោះគុណនៃព្រះពុទ្ធគុណនៃព្រះធម៌គុណនៃព្រះសង្ឃដោយសេចក្តីគោរពនិងបង្អោនចិត្តជឿនៅក្នុងដំណើរនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនៃយើងដែលយើងដើរតាមស្នាមព្រះបាទនៃយុគលបាទខំសន្សំនៅឧបនិស្ស័យធ្វើសេចក្តីល្អបំពេញនៅកុសលធម៌ដើម្បីឲ្យបានជាចំណែកនៃបុណ្យកុសលប្រព្រឹត្តទៅនៅក្នុងលោកខាងមុខគឺមានព្រះនិព្វានជាដើមនិងមានព្រះនិព្វានជាដើមដែលជាកុសលធម៌ផ្នែកខាងនៃសេចក្តីល្អដែលព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ត្រាស់សម្ដែងដែលព្រះអង្គទ្រង់ត្រាស់សម្ដែងបំពេញទានអស់4អសង្ខ័យកម្រៃវិសានកាប់នឹងទម្រាំនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនឹងគឺព្រះអង្គបានធ្វើទានធ្វើសិលធ្វើនៅភាវនាដើម្បីឲ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាអនុត្តរសម្មាសម្ពុទ្ធញ្ញាណត្រាស់ដឹងនៅពោធិបក្ខយធម៌ជាធម៌ដែលជាចំណែកនៃការត្រាស់ដឹងសម្រាប់ច្បាំងនៅពុពុមីមានកលេសមាជាដើមដែលដេកត្រាំនៅក្នុងសន្តានចិត្តរបស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាម្ល៉េះហើយបានជាព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គបានបំពេញទានបំពេញបុណ្យកុសលបំពេញឧបនិស្ស័យបំពេញនៅបញ្ញាដើម្បីឲ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយព្រះអង្គក៏បាននាំយកនៅព្រះធម៌ទាំង 84000 ព្រះធម្មខណ្ឌដើម្បីចែកជូនដល់ពពុះសត្វមានទេវតាជាដើមដើម្បីដឹកនាំសត្វលោក
រួចចាកនៅសេចក្តីទុក្ខរួចចាកនៅក្រញ៉ាំនៃពពួកមេរួចចាកនៅសេចក្តីអន្លង់រួចចាកនៅសេចក្តីអាក្រក់នៅក្នុងបច្ចុប្បន្នទាំងប្រាក់លោកនឹងព្រះអង្គមានឧបនិស្ស័យព្រះអង្គបានខិតខំស្វែងរកនៅពោធិបក្ខយធម៌ដើម្បីឲ្យត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនៃយើងម្ល៉េះហើយនៅក្នុងវេលាឱកាសនេះញាតិញោមពុទ្ធបរិស័ទនឹងក៏បានបំពេញនៅបុណ្យកុសលបំពេញនៅសេចក្តីល្អដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សរសើរនៅគុណគឺសេចក្តីល្អរបស់សត្វលោកព្រោះអីជីវិតរបស់យើងដែលកើតនៅក្នុងបច្ចុប្បន្នគឺមិនអាចកិច្ចផុតអំពីសេចក្តីស្លាប់បានឡើយនឹងគឺសេចក្តីស្លាប់នឹងមានគ្រប់គ្នាទាំងពុទ្ធបរិស័ទនៅភូមិស្ដៅកន្លែងទាំងញាតិញោមពុទ្ធបរិស័ទនៅទូទាំងព្រះរាជាណាចក្រកម្ពុជានៅក្នុងចម្ពោះទ្វីបទាំងអស់គឺសត្វតែជាអ្នកមាននៅសេចក្តីស្លាប់គ្រប់គ្នាគឺមានមរតកគឺសេចក្តីស្លាប់នឹងឯងគ្រប់គ្នាគ្មានអ្នកណាមួយអាចកិច្ចផុតអំពីសេចក្តីស្លាប់នោះបានឡើយម្ល៉េះហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាឲ្យបរិស័ទទាំងឡាយបំពេញនៅបុណ្យកុសលដើម្បីជាឧបនិស្ស័យដើម្បីអោបស្ទោបបុណ្យកុសលនឹងឯងទៅជាមួយនឹងជាស្ពានសម្រាប់ឆ្លងទៅលោកខាងមុខមានព្រះនិព្វានជាដើមដែលជាកន្លែងស្ងប់រងាប់នឹងឲ្យយើងបំពេញនៅសេចក្តីល្អនឹងធ្វើសេចក្តីល្អទាំងបច្ចុប្បន្នធ្វើសេចក្តីល្អទាំងប្រាក់លោកយើងរស់នៅក្នុងបច្ចុប្បន្នគឺយើងបានធ្វើសេចក្តីល្អហើយយើងត្រូវបំពេញនៅបុណ្យកុសលបំពេញទានបំពេញនៅនិធិគឺបញ្ញាគឺបុណ្យកុសលជាដើមនឹងយើងរស់នៅក្នុងបច្ចុប្បន្នគឺកម្រណាស់កម្រនឹងបានរស់រៀនមានជីវិតនៅក្នុងបច្ចុប្បន្នហើយក៏ក្រនឹងបានអាយុរស់នៅយឺនយូរនៅក្នុងបច្ចុប្បន្នក្រទាំងស្ដាប់ក្រទាំងបានស្ដាប់នៅព្រះធម៌ទេសនានិងក្រនឹងមានក្រនឹងបានបុស្សនៅក្នុងព្រះពុទ្ធសាសនានិងដែលបានបំរើនៅក្នុងព្រះពុទ្ធសាសនាបំពេញនៅបុណ្យកុសលមានព្រះធម៌និងវិន័យរបស់ព្រះសម្មាសម្ពុទ្ធនៃយើងអញ្ចឹងដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនុស្សសាទូទៅនឹងឯងក្រនឹងមាន4ក្រនឹងបានរស់រានមានជីវិតទី2ក្រនឹងបានអាយុរស់នៅយឺនយូរនិងទី3ក្រនឹងបានស្ដាប់ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនៃយើងក្រនឹងបានស្ដាប់នៅព្រះធម៌របស់អ្នកប្រាជ្ញទាំងឡាយមានអគ្គសាវករបស់ព្រះសម្មាសម្ពុទ្ធជាដើមក្រនឹងបានសិក្សាព្រះធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធក្រនឹងបានបួសនៅក្នុងព្រះពុទ្ធសាសនាដើម្បីសិក្សានៅក្នុងព្រះធម៌វិន័យដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទដើម្បីដឹកនាំលោកតាលោកយាយនឹងធ្វើនៅសេចក្តីល្អដឹកនាំលោកតាលោកយាយធ្វើសិលឲ្យមាននៅបញ្ញាកាលណាបើប្រសង់បួសនៅក្នុងប្រធ្វើសេចក្តីល្អនៅក្នុងលោកខាងមុខជាចំណែកនៃធម៌ដល់ល្អដល់បរិស័ទជាចំណែកធម៌មួយដ៏ប្រសើរដែលដឹកនាំញាតិញោមពុទ្ធបរិស័ទនឹងឲ្យធ្វើនៅសេចក្តីល្អនឹងធ្វើសេចក្តីល្អធ្វើនៅរឿងនៃគុណធម៌នៅក្នុងបច្ចុប្បន្នដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គបានបំពេញនៅបុណ្យកុសលនៅក្នុងបច្ចុប្បន្នយើងនេះនឹងគឺជាគាថាមួយដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យយើងធ្វើនៅសេចក្តីល្អដែលជាសេចក្តីល្អជាគុណធម៌ដ៏ប្រសើរគ្មានបុគ្គលណាអាច
កំចាត់បងនៅសេចក្តីល្អបានឡើយនឹងគ្មានបុគ្គលណាអាចកំចាត់បងនៅសេចក្តីអាក្រក់ហើយក៏គ្មានបុគ្គលណាទិញនៅសេចក្តីល្អរបស់ញាតិញោមពុទ្ធបរិស័ទបានឡើយនឹងនេះដែលជាគុណតម្លៃរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់សរសើរនៅក្នុងគុណធម៌និងសរសើរអំពីគុណធម៌របស់ញាតិញោមពុទ្ធបរិស័ទដែលធ្វើសេចក្តីល្អនៅក្នុងបច្ចុប្បន្ននិងកាលណាបើញាតិញោមពុទ្ធបរិស័ទធ្វើសេចក្តីល្អហើយគឺរមែងរួចចាកនៅសេចក្តីទុក្ខនៅក្នុងបច្ចុប្បន្ននិងរួចចាកនៅសេចក្តីអាក្រក់ដែលកំចាត់បងនៅសេចក្តីអាក្រក់ទាំងឡាយគឺសេចក្តីល្អដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សរសើរនិងទ្រង់ត្រាស់សរសើរឲ្យយើងធ្វើនៅសេចក្តីល្អធ្វើនៅគុណធម៌និងធ្វើនៅគុណធម៌ដែលបុគ្គលធ្វើសេចក្តីល្អនឹងដោយកម្រគុណណាធ្វើសេចក្តីល្អដោយកម្រកាលណាបើយើងធ្វើសេចក្តីល្អហើយគឺពួកចៅពួកមេសេចក្តីអាក្រក់នឹងឯងមិនអាចចូលមកទន្ទ្រាននៅក្នុងសរីរៈរាងកាយរបស់យើងបានឡើយនឹងដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សរសើរនៅសេចក្តីល្អនឹងដែលជាកុសលកម្មណាគឺជាកុសលកម្មគឺសេចក្តីល្អដែលញាតិញោមពុទ្ធបរិស័ទនឹងខំរស់ខំប្រឹងធ្វើកិច្ចការងារទាំងឡាយដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គបានជាក៏ឬក៏ព្រះអង្គបាននាំយកនៅព្រះធម៌និងព្រះវិន័យដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទនឹងឯងគោរពបដិបត្តិដើម្បីបង្អោនចិត្តជឿនៅក្នុងគុណនៃព្រះរតនៈទាំង3គឺមាននៅព្រះពុទ្ធរតនៈមាននៅព្រះធម្មរតនៈមាននៅព្រះសង្ឃរតនៈជាដើមដល់ពេញលេញដល់បរិបូរទៅគឺយើងនៅឯរមែងបាននៅសេចក្តីសុខសេចក្តីចម្រើននៅក្នុងបច្ចុប្បន្នព្រោះណាបានសេចក្តីចម្រើននៅទាំងបច្ចុប្បន្នទាំងបរលោកនឹងហើយសេចក្តីស្លាប់នេះញាតិញោមពុទ្ធបរិស័ទសេចក្តីស្លាប់នេះដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាសេចក្តីស្លាប់នឹងឯងគឺជាគ្រឿងអលង្ការរបស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយនឹងឯងគ្រប់គ្នាមរតកនឹងឯងញាតិញោមពុទ្ធបរិស័ទទាំងនៅភូមិស្រីកន្លែងទាំងអស់នឹងឯងគឺថាមាននៅមរតកមួយគឺសេចក្តីស្លាប់នឹងឯងគ្រប់គ្នាគ្មានអ្នកណាមួយអាចកិច្ចផុតជៀសវាងនៅសេចក្តីស្លាប់នោះបានឡើយសូម្បីតែស្ដេចមន្ត្រីរាជការអុកញ៉ាកឡោមហោមគង់ក៏ប៉ុណ្ណាក៏ដោយក៏មានសេចក្តីស្លាប់នឹងឯងគ្រប់គ្នាទាំងអស់នឹងគឺមរតកនឹងឯងយើងគិតត្រេះរិះពិចារណាថាយើងសេចក្តីស្លាប់នេះគ្មានអ្នកណាចង់មួយមានអ្នកណាចង់ស្លាប់ទេម្នាក់នេះគឺចង់តែរស់តែប៉ុណ្ណោះនឹងចង់តែរស់តែប៉ុណ្ណោះអញ្ជើញញាតិញោមពុទ្ធបរិស័ទយើងគិតត្រេះរិះពិចារណាត្រង់កន្លែងនេះពិចារណាថាឧបមាថាដូចជាអ្នកណាដែលយកលុយរាប់ម៉ឺនដុល្លារមកទិញអាយុជីវិតរបស់យើងឲ្យស្លាប់តើញាតិញោមពុទ្ធបរិស័ទនឹងហ៊ានទេប្រកាសជាមិនហ៊ានដឹងអាយុជីវិតនឹងឯងថ្លៃជាងមាសជាងប្រាក់ទៅទៀតអាយុជីវិតនឹងនោះនឹងរត់ទោះលុយរាប់ម៉ឺនដុល្លារមកទិញនៅអាយុជីវិតរបស់យើងឲ្យស្លាប់ថ្ងៃហ្នឹងឲ្យដាច់ខាតឲ្យថ្ងៃហ្នឹងឲ្យស្លាប់ញាតិញោមពុទ្ធបរិស័ទប្រកាសជាមិនហ៊ានសេចក្តីស្លាប់នឹងឯងគឺមានតម្លៃដ៏ខ្លាំងក្លានឹងយើងមានអាយុរស់នៅក្នុងបច្ចុប្បន្នយើងហើយយើងនឹងឯងរមែងធ្វើនៅសេចក្តីល្អធ្វើនៅបុណ្យកុសលធ្វើសេចក្តីល្អនៅក្នុងបច្ចុប្បន្នហ្នឹងព្រោះតែនឹងដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះគាថាមិញនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាអិធៈមោទតិពេចៈមោទតិកតបញ្ញោឧបយថៈមោទតិសោមោទតិសោបមោទតិទិស្វាកម្មវិសុទ្ធិមេតនោនឹង
មានន័យថាបុគ្គលអ្នកធ្វើបន់ទុកនឹងឯងរមែងរីករាយនៅក្នុងលោកទាំងពីរគឺរីករាយនៅក្នុងលោកនេះមួយនិងរីករាយនៅក្នុងលោកខាងមុខមួយនឹងបុគ្គលនោះរមែងស្រស់ស្រាយឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួននៅក្នុងបច្ចុប្បន្នទាំងបរៈលោកនោះណាដល់ពេលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអញ្ចឹងទៅប្រគាថានឹងឯងពីរោះរួមដំនៅក្នុងដួងចិត្តរបស់ញាតិញោមពុទ្ធបរិស័ទនឹងនោះណាប្រគាថាដែលព្រះអង្គទ្រង់តាស់សម្ដែងនឹងដើម្បីឲ្យយើងបាននៅប្រយោជន៍បាននៅសេចក្តីសុខនៅក្នុងបច្ចុប្បន្ននោះណានៅក្នុងបច្ចុប្បន្នទាំងបរៈលោកគូណាហើយមានពាក្យមួយទៀតដែលអ្នកប្រាជ្ញទាំងឡាយបានពោលថា3នៅក្នុងខ្លួន4នៅក្នុងសាច់6កាត់ផ្ដាច់2ជាប់តាមញាតិញោមស្របញាតិញោមធ្លាប់ស្ដាប់ពាក្យហ្នឹងណាញាតិញោមកូនណានឹងដែលអាត្មានឹងបានសរសេរនឹងដើម្បីសម្ដែងចែកជូនញាតិញោមពុទ្ធបរិស័ទនឹងឲ្យបានដឹងបានយល់នឹងឲ្យច្បាស់នៅក្នុងចិត្តឬតាគេពោលថា3នៅក្នុងខ្លួន9នៅក្នុងសាច់1កាត់ផ្ដាច់2ជាប់តាមនោះណា3នៅក្នុងខ្លួនហ្នឹងគឺសំដៅត្រង់អនិច្ចលៈទាំង3គណាមាននៅអនិច្ចំទុក្ខំអនត្តានឹង3នៅក្នុងខ្លួននឹងស្គាល់ញាតិញោម3នៅក្នុងខ្លួនគណា3នៅក្នុងខ្លួនគឺអនិច្ចំទុក្ខំអនត្តាអនិច្ចំជារបស់មិនទៀងទាត់ទុក្ខំតែងជួបប្រទះនៅសេចក្តីទុក្ខអនត្តាមិនមែនជារបស់ខ្លួនប្រាណព្រោះណាហើយ4នៅក្នុងសាច់ហ្នឹងគឺសំដៅយកធាតុទាំង4ទឹកដីភ្លើងខ្យល់ត្រាបានណាញាតិញោមដាបានទេនឹង4នៅក្នុងសាច់ហ្នឹងគឺសំដៅទឹកដីភ្លើងខ្យល់នឹងកាលណាបើញាតិញោមពុទ្ធបរិស័ទហ្នឹងអត់មានធាតុទាំង4ទេមិនអាចរស់នៅបានទេនឹងដែលយើងទាំងអស់គ្នាមានអាយុរស់រៀនមានជីវិតនៅក្នុងបច្ចុប្បន្នដេកបាននិយាយបានបរិភោគបានស្ដាប់ពធបានព្រោះគ្នាបានជេរគ្នាបានតែហ្នឹងដោយសារអីញាតិញោមនឹងដោយសារតែធាតុទាំង4ទឹកដីភ្លើងខ្យល់នឹងដែលជាមហាភូតរូបទាំង4ណានឹងដែលយើងខ្វះត្រង់កន្លែងណាមួយមិនបានឡើយកណាហើយមួយកាត់ផ្ដាច់ហ្នឹងគឺសំដៅយកម៉ែកជរាជគឺសេចក្តីស្លាប់ដែលកាត់ផ្ដាច់នៅអាយុជីវិតកាត់ផ្ដាច់នៅជីវិតតិនត្រីរបស់ញាតិញោមពុទ្ធបរិស័ទនឹងឯងគឺម៉ែកជរាជគឺម្ចាស់គឺសេចក្តីស្លាប់នឹងឯងមួយកាត់ផ្ដាច់គឺអាយុជីវិតគឺម៉ែកជរាជនឹងឯងជាអ្នកយកអាយុជីវិតរបស់ញាតិញោមពុទ្ធបរិស័ទនឹងទៅនឹងហើយពេលជាប់តាមនោះគឺសំដៅតែអីគេញោមពេលជាប់តាមគឺបាបមួយបន់មួយដឹងហើយកាលណាបើយើងធ្វើបាបហើយអាហ្នឹងសេចក្តីទុក្ខហើយនឹងសេចក្តីទុក្ខហើយដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាកាលណាបើយើងធ្វើសេចក្តីអាក្រក់ហើយបាបហើយសេចក្តីទុក្ខហើយជាប់តាមហើយនៅក្នុងបច្ចុប្បន្ននៅក្នុងបរលោកក៏អញ្ចឹងព្រោះណាយើងធ្វើសេចក្តីបាបនៅក្នុងបច្ចុប្បន្នលួចឆក់ប្លន់ទ្រព្យសម្បត្តិដល់ដតីជេរម៉ែជេរឪអាហ្នឹងបាបដែរប្រកាសជាបាបហើយសួរថាទុកដែរប្រកាសជាទុកអាហ្នឹងកាលណាបើយើងធ្វើបាបជេរម៉ែជេរឪលួចទ្រព្យសម្បត្តិដល់ដតីសម្លាប់សត្វសម្លាប់មនុស្សអាហ្នឹងគឺថាចូលទោសដ៏ធ្ងន់ហើយកាលណាបើយើងសម្លាប់មេដាបៃតាត្រូវជាទោសអនន្តរិយកម្មនឹងឯងទោសដ៏ធ្ងន់នឹងគឺជាអំពើអាក្រក់ជាអំពើបាបគូណាដែលព្រះសម្មាសម្ពុទ្ធមិនសរសើរនៅអំពើបាបមិនសរសើរនៅសេចក្តីអាក្រក់នោះទេនឹងព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សរសើរតែសេចក្តីល្អតែប៉ុណ្ណោះដែលញាតិញោមពុទ្ធបរិស័ទទាំងញាតិញោមពុទ្ធបរិស័ទ
កូនប្រុសកូនស្រីរបស់ញោមឧបាសិកាអ៊ុំអិននឹងដែលត្រូវជាកូនបង្កើតកូនប្រសាកូនប្រុសកូនស្រីនឹងធ្វើសេចក្តីល្អអាហ្នឹងព្រះសម្មាសម្ពុទ្ធទ្រង់សរសើរព្រោះណាទ្រង់សរសើរហើយកាលណាបើយើងធ្វើសេចក្តីល្អហើយគឺយើងនឹងឯងមិនជួបប្រទះសេចក្តីទុក្ខទេគឺយើងបានសេចក្តីសុខទៅវិញព្រោះណាសេចក្តីសុខទាំងបច្ចុប្បន្នសេចក្តីសុខទាំងបរលោកណានឹងដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សរសើរនៅសេចក្តីល្អគឺគុណធម៌គោរពចំពោះមេដាបិតាគោរពចំពោះគុណមេដាបិតាដែលជាអ្នកមានគុណចំពោះកូនប្រុសស្រីទាំងឡាយដែលរស់រានមានជីវិតនៅក្នុងបច្ចុប្បន្ននឹងមេដាបិតានឹងឯងនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សរសើរនឹងព្រះអង្គទ្រង់ត្រាស់សរសើរឲ្យយើងនឹងគណាឲ្យយើងនឹងឯងធ្វើសេចក្តីល្អនៅក្នុងបច្ចុប្បន្នទាំងបរលោកនឹងព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សរសើរដូច្នេះមេដាបិតានឹងឯងគឺជាព្រះព្រំមេដាបិតានឹងឯងគឺជាអហោនយបុគ្គលមេដាបិតាដែលជាបុគ្គលគួរគោរពបូជាចំពោះបុត្រធីតាទាំងឡាយជាទីពេញចិត្តគួរជាទីជ្រះថ្លារបស់កូនប្រុសស្រីទាំងឡាយព្រោះណានឹងដែលយើងរស់រាននៅក្នុងបច្ចុប្បន្នគឺយើងខំប្រឹងធ្វើសេចក្តីល្អនៅក្នុងបច្ចុប្បន្នដែលជាសង្សារវដ្តនៅក្នុងបច្ចុប្បន្នយើងខំប្រឹងធ្វើសេចក្តីក៏ល្អគោរពមេត្តាបិតាគោរពចំពោះបងប្រុសបងស្រីគោរពចំពោះលោកគ្រូអាចារ្យអ្នកមានសិលគោរពព្រះសង្ឃជាអ្នកមានសិលនៅក្នុងបច្ចុប្បន្នត្រូវទ្រង់នៅក្នុងព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធគោរពចំពោះបុគ្គលអ្នកមានសិលបុគ្គលសប្បុរសអ្នកមានធម៌ដឹកនាំញាតិញោមពុទ្ធបរិស័ទហ្នឹងឲ្យធ្វើសេចក្តីល្អនៅក្នុងបច្ចុប្បន្នដែលជាសង្សារវដ្តកណានៅក្នុងសង្សារវដ្តនេះយើងខំប្រឹងធ្វើសេចក្តីល្អទៅដល់ពេលយើងស្លាប់ទៅយើងបានបន់នឹងឯងអោបផ្ទប់បន់នឹងឯងទៅជាមួយព្រោះណានេះដែលជាសង្សារវដ្តនៅក្នុងបច្ចុប្បន្នដែលយើងបានកើតនៅក្នុងបច្ចុប្បន្នយើងនេះហើយគឺយើងខំប្រឹងធ្វើសេចក្តីល្អហើយនឹងចឹងយើងគិតត្រេះរិះពិចារណាថាសង្ខារនៅក្នុងបច្ចុប្បន្នយើងនេះវាអត់ទៀងទាត់ទេញាតិញោមពុទ្ធបរិស័ទនឹងឯងកើតចាស់ឈឺស្លាប់នឹងឯងទៅវិញជាធម្មតានឹងឯងនៅក្នុងโลกនេះនោះនឹងឯងគ្មានអ្វីទៀងទាត់គួរឲ្យថិតថេរជារកាទៅទេនឹងអកោចញ្ញាមរណង្សវេនឹងគណាអកោចញ្ញាមរណង្សវេនឹងគឺថាសេចក្តីស្លាប់នឹងឯងមិនសេចក្តីស្លាប់នឹងឯងក្នុងថ្ងៃហ្នឹងក៏មិនដឹងថ្ងៃស្អែកក៏មិនដឹងយើងអត់ដឹងទេនឹងអកោចញ្ញាមរណង្សវេនឹងអូណាថ្ងៃហ្នឹងក៏មិនដឹងស្អែកក៏មិនដឹងសេចក្តីស្លាប់នឹងឯងដឹងនៅត្រង់កន្លែងណាសេចក្តីស្លាប់នឹងឯងថ្ងៃស្អែកក៏មិនដឹងថ្ងៃហ្នឹងក៏មិនដឹងយើងមិនដឹងទៀងតែស្លាប់ឯងប៉ុន្តែយើងមិនដឹងថ្ងៃណានឹងដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាអកោចញ្ញាមរណង្សវេនឹងឯងយើងធ្វើបុណ្យកុសលនៅក្នុងបច្ចុប្បន្នយើងទៅរមែងបាននៅប្រយោជន៍បាននៅសេចក្តីសុខនឹងឯងយើងធំធ្វើសេចក្តីល្អនឹងឯងដែលជាសង្សារវដ្តយើងនេះនៅក្នុងโลกនេះនឹងឯងព្រមទាំងទេវលោកព្រមទាំងមនុស្សលោកទេវលោកនិងព្រហ្មលោកណាយើងជាពុទ្ធបរិស័ទឯងគេហៅថាមនុស្សលោកហ្នឹងហើយមនុស្សលោកក៏យើងខំប្រឹងធ្វើបុណ្យកុសលនៅក្នុងបច្ចុប្បន្ននឹងឯងហ្នឹងហើយសង្ខារនេះញាតិញោមពុទ្ធបរិស័ទដែលអាត្មានឹងបានដកស្រង់ចេញដើម្បីសម្ដែងចែកជូនញាតិញោមពុទ្ធបរិស័ទឲ្យបានដឹងបានយល់អូណាសង្ខារនឹងមានដល់13គឺមាននៅបញ្ញាភិសង្ខារមាននៅអបញ្ញាភិសង្ខារនិងអនេជាភិសង្ខារអូណាសង្ខារយើងស្លាប់ដឹងញាតិញោមពុទ្ធបរិស័ទសង្ខារនោះហ្នឹងហើយម្នាក់ញាតិញោមពុទ្ធបរិស័ទតែនិយាយទៅលោកយាយលោកតាមនុស្សយើងរស់នៅក្នុងបច្ចុប្បន្នហ្នឹងឯងមិនទៀងទាត់ទេសង្ខារនៅក្នុងโลกនេះធ្លាប់ឮដែរញាតិញោមសង្ខារនោះធ្លាប់ឮហើយនឹងធ្លាប់ឮហើយសង្ខារវាមិនទៀងទាត់ទេថ្ងៃហ្នឹងក៏មិនដឹងស្អែកក៏មិនដឹងព្រោះណាប៉ុន្តែពាក្យខ្លះសង្ខារនឹងឯងមានន័យនឹងឯងមានន័យខុសគ្នាក៏មាននឹងសង្ខារនឹងឯងមានលក្ខណៈខុសគ្នាផ្សេងក៏មានព្រោះណាហើយសង្ខារ
នៅក្នុងន័យខ្លះហ្នឹងគឺសំដៅយកបញ្ញខណ្ឌឬក៏ប្រជុំធាតុទាំង4គណាមានទឹកដីភ្លើងខ្យល់ជាដើមន័យខ្លះគឺសំដៅយកបរិខាវត្ថុដែលជាអវិញ្ញាណកៈនឹងឯងជាដើមហ្នឹងក៏ជាសង្ខារមួយកន្លែងនឹងមានអត្តន័យខុសគ្នាហើយប៉ុន្តែសង្ខារនៅក្នុងន័យនេះនៅក្នុងន័យធម៌នេះសំដៅយកចេតនាគឺជាធម្មជាតិគឺជាធម្មជាតិសម្រាប់តាក់តែងឬក៏កសាងឲ្យសត្វនឹងឯងមានសភាពផ្សេងគ្នានឹងឯងឲ្យហៅថាអភិសង្ខារហៅថាអភិសង្ខារហើយអភិសង្ខារនេះប្រែថាចេតនាធម៌នឹងជាគ្រឿងតាក់តែងកសាងភពថ្មីរបស់សត្វមានន័យថាអភិសង្ខារដែលជាចេតនាធម៌ជាគ្រឿងតាក់តែងកសាងភពរបស់សត្វហ្នឹងមានន័យថាជីវិតរបស់យើងនឹងឯងធ្វើសេចក្តីល្អនៅក្នុងបច្ចុប្បន្នដល់ពេលយើងស្លាប់ទៅវិញគឺយើងបានបុណ្យកុសលនឹងឯងជាមួយជីវិតរបស់យើងនឹងឯងកើតស្លាប់ទៅវិញជាធម្មតាកើតស្លាប់កើតជាធម្មតានឹងឯងគឺជាសភាវៈធម្មជាសភាវៈធម៌ជាធម្មជាតិសត្វលោកនៅឯងស្លាប់ហើយតែងកើតទៅវិញជាធម្មតានេះហៅថាអភិសង្ខារទៅជាចេតនាធម៌ជាគ្រឿងតាក់តែងជាគ្រឿងតាក់តែងឬក៏សាងភពថ្មីរបស់សត្វនឹងឯងឲ្យមានភពកំណើតថ្មីជាធម្មតាញាតិញោមពុទ្ធបរិស័ទធ្លាប់ឮធ្លាប់ដឹងដែលជាជីវិតរបស់យើងធ្វើសេចក្តីល្អនៅក្នុងបច្ចុប្បន្នយើងនេះហើយយើងរមែងទទួលនៅសេចក្តីល្អទាំងបច្ចុប្បន្នទាំងបរៈលោកនេះដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងហើយសង្ខារទី1នេះគឺបញ្ញាពិសង្ខារនេះគឺសំដៅយកបុណ្យកុសលដែលញាតិញោមពុទ្ធបរិស័ទនឹងឯងធ្វើសេចក្តីល្អស្ដាប់ព្រះធម៌ទេសនានិងខំធ្វើបុណ្យកុសលរក្សាសិលនិងធ្វើនៅភាវនាថ្វាយបង្គំចំពោះគុណនៃព្រះរតនៈទាំង3មាននៃគុណព្រះពុទ្ធរតនៈមានគុណនៃព្រះធម្មរតនៈមានគុណនៃព្រះសង្ឃរតនៈនឹងគឺជាបុណ្យជាកុសលនឹងហៅថាបញ្ញាភិសង្ខារសង្ខារគឺជាបុណ្យទៅជាកុសលដែលយើងធ្វើបុណ្យកុសលហ្នឹងទៅស្លាប់ទៅវិញទៅគឺយើងបានបុណ្យកុសលនៅក្នុងអនាគតជាតិកើតនៅក្នុងត្រកូលជាអ្នកមានទ្រព្យស្រាប់នឹងឯងដែលជាអំពើដ៏ល្អដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សរសើរនៅសេចក្តីល្អរបស់យើងនឹងដែលជាគុណធម៌ដែលជាគុណវិសេសដ៏ល្អដ៏ប្រសើរដែលយើងខំធ្វើសេចក្តីល្អត្រាប់ព្រះធម៌ទេសនានៅក្នុងបច្ចុប្បន្នជាដើមនឹងហើយទី2អបញ្ញាភិសង្ខារគឺបានដល់នៅសេចក្តីអាក្រក់សេចក្តីអាក្រក់នេះញាតិញោមពុទ្ធបរិស័ទកាលណាបើយើងធ្វើសេចក្តីអាក្រក់នៅក្នុងបច្ចុប្បន្នលួចទ្រព្យសម្បត្តិដល់ដទៃជេរកូនជេរចៅសម្លាប់មេដាបេដាទៅជាទោសអនន្តរិយកម្មធ្វើសេចក្តីអាក្រក់ឯងជាគ្រឿងដ៏សៅមកជាអំពើដ៏លិមួកដែលគេមិនចូលចិត្តមិនជាទីពេញចិត្តមិនគួរសរសើរឡើយនឹងសេចក្តីអាក្រក់នឹងឯងហៅថាអបញ្ញាភិសង្ខារគឺសេចក្តីអាក្រក់នឹងឯងហើយសេចក្តីអាក្រក់នេះញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាគ្មានអ្នកណាមួយពេញចិត្តចូលចិត្តទៅសេចក្តីអាក្រក់ឡើយម្នាក់ឯងចូលចិត្តតែសេចក្តីល្អចូលចិត្តតែគុណធម៌ធ្វើសេចក្តីល្អទាំងអ្នកដទៃធ្វើសេចក្តីល្អទៅលើមេដាបេដាគឺល្អហើយនឹងគ្មានបុគ្គលណាធ្វើសេចក្តីអាក្រក់ឡើយសេចក្តីអាក្រក់នេះគឺជាអំពើដ៏លិមួកជាអំពើមិនជាទីពេញចិត្តមិនជាទីប្រសើរឡើយនឹងសេចក្តីអាក្រក់នឹងអញ្ចឹងយើងម្នាក់ឯងខំប្រឹងធ្វើសេចក្តីល្អឲ្យបានច្រើននៅក្នុងបច្ចុប្បន្ននឹងសេចក្តីអាក្រក់របស់យើងនឹងឯងកើតនៅក្នុងបច្ចុប្បន្ននេះហើយកុំប្រឹងធ្វើសេចក្តីអាក្រក់ដែលខំប្រឹងធ្វើសេចក្តីល្អឲ្យបានច្រើនទៅប្រសើរហើយនឹងយើងរស់នៅក្នុងបច្ចុប្បន្ននឹងឯងគឺមានន័យមានសារៈសំខាន់មានសារៈប្រយោជន៍នៅក្នុងបច្ចុប្បន្នយើងខំប្រឹងធ្វើសេចក្តីល្អបំពេញនៅបុណ្យកុសលនិងធ្វើនៅរឿងរ៉ាវដទៃដែលព្រះសម្មាសម្ពុទ្ធនិងព្រះអង្គទ្រង់ត្រាស់សរសើរ
ចំពោះពុទ្ធបរិស័ទនឹងធ្វើសេចក្តីល្អពេញចិត្តនឹងដោយនៃចេតនាមាននៅបបចេតនាមញ្ញនៈចេតនានិងអបរាបរចេតនានឹងជាបណ្ឌដែលជាកុសលនឹងដែលព្រះសម្មាសម្ពុទ្ធមួយអង្គទ្រង់ត្រាស់សរសើរគុណធម៌ធ្វើសេចក្តីល្អបម្រើមេដាបេដាទៅបានទៅជាគុណដ៏ល្អគុណប្រសើរហើយនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធតព្រះអង្គបានដោយកើឡើងដោយសារតែព្រះអង្គបំពេញនៅបុណ្យកុសលដោយសារតែព្រះអង្គបម្រើគុណមេដាបេដាអូណាបម្រើគុណមេដាបេដាធ្វើសេចក្តីល្អបំពេញបុណ្យបារមីបំពេញនៅបារមីនិងបំពេញទានបំពេញនៅនេកមៈបំពេញនៅទានសិលភាវនានឹងឯងទម្រាំនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធឯចោះយើងនេះនឹងឯងយើងមិនបានត្រាស់ជាពុទ្ធប៉ាត់មែនក៏ដោយប៉ុន្តែយើងធ្វើសេចក្តីល្អគោរពចំពោះគុណមេដាបេដាទៅគឺយើងណែឯងរំលែងបាននៅប្រយោជន៍បាននៅសេចក្តីសុខទាំងបច្ចុប្បន្នទាំងបរៈលោកធ្វើទានរក្សាសិលស្ដាប់ពធទេសនាដល់ពេលយើងស្លាប់ទៅយើងអោបស្ទប់បន់នឹងឯងទៅជាមួយអូណានឹងរឿងសេចក្តីស្លាប់នឹងរឿងសេចក្តីស្លាប់នេះញាតិញោមពុទ្ធបរិស័ទមួយថ្ងៃនឹងប្រមាណ100នាក់នៅក្នុងប្រទេសកម្ពុជាយើងនោះអញ្ចឹងសេចក្តីស្លាប់យើងទាំងអស់គ្នានេះគ្មាននរណាមួយអាចកិច្ចផុតរឿងសេចក្តីស្លាប់នោះបានឡើយនឹងដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងនឹងឲ្យញាតិញោមពុទ្ធបរិស័ទនឹងធ្វើសេចក្តីល្អនឹងដូចជាប្រទេសកម្ពុជាយើងមានគ្រោះថ្នាក់ចរាចរណ៍នឹងឯងដោយសារតែបើកបរដោយសារតែមិនប្រយ័ត្ននៅការបើកបរមិនមានម្ចាស់លើខ្លួនឯងនឹងធ្វើឲ្យគ្រោះថ្នាក់ដល់នៅអាយុជីវិតដល់ខ្លួនឯងទាំងអ្នកដទៃពេលនេះសេចក្តីស្លាប់នៅឯងគឺថាមួយប្រពេចផ្នែកតែប៉ុណ្ណោះគឺសេចក្តីស្លាប់នៅឯងប្រកាសជាមានអញ្ចឹងយើងម្នាក់នឹងឯងខំប្រឹងធ្វើសេចក្តីល្អប្រឹងប្រយ័ត្ននិងទាំងបើកបរនិងទាំងនៅក្នុងបច្ចុប្បន្នហ្នឹងទៅគឺយើងមិនមានសេចក្តីស្លាប់ទេគឺយើងរួចចាកនៅសេចក្តីស្លាប់នៅឯងបានម្ដងនឹងឯងថ្ងៃនឹងថ្ងៃស្អែកហ្នឹងគឺយើងប្រុងប្រយ័ត្នទាំងអស់គ្នាទៅអាហ្នឹងរឿងសេចក្តីស្លាប់វាចេះតែកាត់បន្ថយទៅនៅក្នុងប្រទេសកម្ពុជាយើងអូណាហើយយើងនៅក្នុងបច្ចុប្បន្នហ្នឹងឯងគឺថាយើងធ្វើសេចក្តីល្អទៅគឺយើងនៅឯងរំលែកបានចំណែកនៃបុណ្យកុសលបានចំណែកនៃភាគផលមហាកុសលដែលកើតឡើងអំពីបុណ្យកុសលដែលកើតឡើងអំពីចិត្តនៃចេតនានៃបុណ្យកុសលកើតអំពីបញ្ញារបស់យើងអាហ្នឹងអញ្ចឹងអូណាហើយដល់ពេលទី3អនេញាភិសង្ខារនឹងឯងគឺជាសង្ខារដែលសំដៅយកបុគ្គលអ្នកធ្វើបន់ជាន់ខ្ពស់នឹងឯងមានអរូបព្រំជាដើមមានព្រំតែជាន់ខ្ពស់ជាដើមនឹងឯងក៏ណាដែលជាបុគ្គលអ្នកធ្វើបន់កុសលមានសមាបត្តិជាដើមនឹងឯងជាអ្នកធ្វើបន់កុសលជាន់ខ្ពស់ទៅបានកើតជាឋានព្រំជាន់ខ្ពស់ញាតិញោមណាអាហ្នឹងអញ្ចឹងណាកាលណាបើយើងធ្វើបន់តិចនឹងឯងមិនបានកើតជាឋានព្រំទេអាហ្នឹងចឹងឋានព្រំមិនងាយបានតែកើតប្រេះប្រាស់ទេញាតិញោមណាយើងខំប្រឹងធ្វើសេចក្តីល្អឲ្យបានប្រសើររីករាយនៅក្នុងបច្ចុប្បន្នយើងនេះព្រោះណាដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងនឹងឲ្យយើងធ្វើសេចក្តីល្អនៅក្នុងបច្ចុប្បន្នទាំងប្រាក់លោកខំធ្វើនៅរឿងរ៉ាវខំប្រឹងប្រកបកិច្ចការងារឲ្យបានល្អប្រសើររីករាយទៅយើងម្នាក់នឹងឯងមានរឿងអនាគតល្អខំប្រឹងធ្វើនៅកិច្ចការងារដើម្បីជាគ្រឿងសម្រាប់ការពារខ្លួនឯងហើយក៏ជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នាដែលរស់នៅក្នុងបច្ចុប្បន្នអូណាខំប្រឹងធ្វើកិច្ចការងារដើម្បីទំនុកបំរុងនៅអាយុជីវិតរបស់យើងនឹងដោយសារតែអាហារបិណ្ឌបាតទាំងបច្ច័យ4នៅឯងកាលណាបើយើងខ្វះនៅអាហារណាមួយមិនបានឡើយអាហ្នឹងចឹងយើងរស់នឹងឯងគឺដោយសារតែអាស្រ័យគឺវិច័យទាំង4នៅឯងដែលជាទីពឹងពំនាក់អាស្រ័យរបស់ញាតិញោមពុទ្ធបរិស័ទនៅឯងជាបញ្ញខណ្ឌនឹងឯងនៅមានរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណនឹងឯងអូណាយើងទាំងអស់គ្នានឹងឯងគឺត្រូវតែអាហារបិណ្ឌបាតនឹងឯងប្រចាំថ្ងៃដើម្បីឲ្យមានកម្លាំងដើម្បីស្ដាប់ព្រះធម៌ទេសនាមានកម្លាំងធ្វើកិច្ចការងារធ្វើកម្លាំងពលៈនឹងឲ្យបានប្រសើររីករាយទៅគឺយើងមានកម្លាំងធ្វើបុណ្យកុសលមានកម្លាំងស្ដាប់ពធទេសនាមានកម្លាំងធ្វើសេចក្តីល្អមានកម្លាំងធ្វើកិច្ចការងារប្រចាំថ្ងៃនៅក្នុងបច្ចុប្បន្នយើងនេះគូណា
ដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងទ្រង់ត្រាស់សរសើរឲ្យយើងខំប្រឹងធ្វើសេចក្តីល្អទាំងបច្ចុប្បន្នទាំងបរៈលោកណាសេចក្តីល្អនេះគ្មានអ្នកណាមួយអាចធ្វើជំនួសយើងបានទេម្នាក់នោះមានតែខ្លួនយើងធ្វើសេចក្តីល្អតែខ្លួនយើងតែប៉ុណ្ណោះគោលណាដែលជារឿងដ៏ប្រយោជន៍រឿងដ៏ប្រសើររីករាយដែលយើងគួរជាទីពេញចិត្តគួរជាទីជ្រះថ្លានៅក្នុងបច្ចុប្បន្នដែលយើងខំប្រឹងស្ដាប់ពធទេសនាដើម្បីឲ្យកើតមានបញ្ញាដើម្បីឲ្យត្រាស់ដឹងនៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដើម្បីឲ្យយល់ដឹងនៅក្នុងការសិក្សាព្រះធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធទៅអានឹងឯងសមជាយើងជាអ្នកកាន់នៅព្រះពុទ្ធសាសនាសមជាអ្នកធ្វើនៅសេចក្តីល្អជាអ្នកដើរតាមស្នាមនៃព្រះបាទនៃយុគលបាទគ្រប់គ្នាសូមអនុមោទនាចឹងការសម្ដែងព្រះធម៌នៅក្នុងវេលាឱកាសនេះគឺបាន45នាទីបានកន្លះម៉ោងណាចឹងបងនៅខ្ញុំប្រកាសណាបញ្ចប់នៅព្រះធម៌ក៏សូមប្រម៉ែប្រមូលនៅភាពផលកុសលដែលការឡើងអំពីធម្មទាននិងអមិសទាននៅក្នុងវេលាឱកាសនេះបាទខ្ញុំព្រះករណាសម្ដែងទៅមានការលឹះលោខ្វះខាតបត់បាត់អក្សរចាញ់ចនៈឬក៏ពាក្យពេចន៍ពាក្យសម្ដីទៅលើញាតិញោមពុទ្ធបរិស័ទស្ដាប់ទៅមិនពេញចិត្តមិនពេញបតីនោះក៏សំខាន់តីអភ័យទោសដល់ខ្ញុំប្រការណាអាត្មាភាពប៉ុន្តែមុននឹងបញ្ចប់នៅប្រធរទេសនាក៏សូមឲ្យទៅកុសលជូនដល់បុព្វការីជនមានមេដាបេដាដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខគឺមានញោមឧបាសិកាអ៊ុំអិនដែលទទួលអនិច្ចកម្មលោកនេះទៅកាន់លោកខាងមុខក៏សូមទទួលនៃបុណ្យកុសលដែលកូនចៅបានធ្វើនៅក្នុងវេលាឱកាសនេះឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនហើយសូមជូនពរជូនបុណ្យកុសលដល់ញាតិញោមពុទ្ធបរិស័ទដែលបានស្ដាប់ពធទេសនានៅក្នុងវេលាឱកាសនេះបានរួចចាក់នៅសេចក្តីទុក្ខទោសគ្រប់គ្នាបានជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការគ្រប់គ្នាហើយសូមជូនបុណ្យកុសលដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់នៅក្នុងភូមិស្លៃកន្លែងទាំងមូលដែលបានស្ដាប់ពធទេសនានេះទៅក៏សូមបានជាចំណែកបុណ្យជាចំណែកនៃកុសលបានស្មើគ្នាបាននៅជួបប្រទះតែសេចក្តីសុខបាននៅបញ្ញាគ្រប់គ្នាពុទ្ធពងនៃបុណ្យវកាគឺយុវណ្ណសុខៈពលៈនិងសម្បត្តិទាំងឡាយ3វកាគឺសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺព្រះនិព្វានញាតិញោមពុទ្ធបរិស័ទប្រាថ្នាបោណាសម្បត្តិណាយ៉ាងណានោះសូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាកើតជាណាឲ្យបានតកើតក្នុងត្រកូលសមាទិដ្ឋិគ្រប់គ្នាសូមអនុមោទនាអាយ៉ាងសង្ឃៈបេតេនសមតាការសម្ដែងព្រះធម៌ទេសនានៅក្នុងវេលាឱកាសនេះក៏សន្មតទៅចប់តែប៉ុណ្ណេះឯងអេវ៉ា